นั่งให้บองปอนទាំងអស់គ្នាជំរាបសួរបាទណាមិនបានធ្វើវីដេអូហ្នឹងក៏មកប្រហែលច្រើនខែហើយចូលចិត្តមួយឆ្នាំហើយដឹងដោយរវល់ឥឡូវហ្នឹងកំពុងតែសាងនៅខ្សែកកម្មសាងពីបញ្ញាក្អែកជួនភ្ញៀវចំនួន2ខ្សែដែលគាត់យកប្រវែងខ្សែហ្នឹងមួយខ្សែមាន6ទឹកបត់ជា2ស្មើនឹង82គ្រាប់បាទគាត់អត់យក108ទេបាទគាត់ប្រាប់យក6ទឹកបត់ជា2អញ្ចឹងវាស្មើនឹង3ទឹកដល់ត្រឹមចុងដង្ហើមហើយចំណែកខ្សែដៃខ្នាត12លីនេះមានចំនួន21គ្រាប់ហ្នឹងហើយប្រសិនបើបងប្អូនចាប់អារម្មណ៍ចង់ក្រឡឹងចង់ជីវជាខ្សែអង្កាំខាងខ្ញុំបាទមានសេវាក្រឡឹងជូនបងប្អូនហើយតម្លៃវិញគឺក្នុងមួយខ្សែ30រៀលបាទមួយខ្សែហ្នឹងគឺ30រៀលហើយខាងខ្ញុំព្រីសេវាដឹកជញ្ជូនបាទ24ខេត្តក្រុងបើសិនបើបងប្អូនចាប់អារម្មណ៍ចង់ក្រឡឹងជាប្រភេទខ្សែដៃអង្កាំសាងពីក្លឹមផ្សេងមានក្លឹមអំពិលឬក៏ក្លឹមដែលពុកម៉ែបងប្អូនមានជំនឿជឿថាវាជារបស់ស័ក្តិសិទ្ធិហើយចង់ក្រឡឹងឬក៏ចង់ទុកក៏អានឹងជារឿងរបស់ពុកម៉ែបងប្អូនឬក៏មានឈើដែលស្អាតអាចចង់ក្រឡឹងធ្វើជាខ្សែកឬក៏ខ្សែដៃសម្រាប់ពាក់លម្អពុកម៉ែបងប្អូនអាចទំនាក់ទំនងមកខាងខ្ញុំបាទមានសេវាកម្មក្រឡឹងបាទជូនពុកម៉ែបងប្អូនដោយគិតតម្លៃសេវាគឺ30រៀលបាទហើយខាងខ្ញុំក៏មានខាងចម្លាក់ដែរបាទចម្លាក់ខ្នាតបន្តោងមានទាំងសាងពីថ្មធម្មជាតិនិងសាងពីក្លឹមឈើឬក៏បញ្ញាក្អែកបាទសម្រាប់យកទៅគោរពបូជាអញ្ចឹងខាងខ្សែដៃអង្កាំថ្មខាងខ្ញុំបាទក៏មានធ្វើដែររួមទាំងចម្លាក់ថ្មផងដែរបាទចម្លាក់ខ្នាតបន្តោងគឺខាងខ្ញុំបាទក៏មានសេវាកម្មទទួលចម្លាក់ខ្នាតបន្តោងបាទហើយសម្រាប់វីដេអូនេះគ្រាន់តែជាការចែករំលែកដោយមិនបានធ្វើវីដេអូមកជាច្រើនខែចឹងហើយខ្ញុំបាទវិលមកធ្វើខ្សែអង្កាំសាងពីបញ្ញាក្អែកឬក៏ថ្មនិងចម្លាក់ខ្នាតបន្តោងគ្រប់ប្រភេទបាទសូមអរគុណសម្រាប់ការទស្សនានៅវីដេអូនេះសូមដាក់លេខទូរស័ព្ទមួយសិនបើសិនពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៍ចង់ជីវខ្សែដៃឬខ្សែកពីខាងខ្ញុំបាទអាចទំនាក់ទំនងតាមលេខទូរស័ព្ទបាន098 95 95 08បាទ